ខ្ញុំសួនពិសី MCC 9ព្រៃវែង តើស៊ូនពិសីអាចផ្លាស់ប្ដូរជោគវាសនារបស់ខ្លួនក្លាយជាម្ចាស់មកុដ Miss Cosmo Cambodia ឆ្នាំ2025នេះដែរឬទេត្រូវការដំឡើង Steam Spa Sauna អាងទឹកក្តៅទឹកត្រជាក់និងអាងទឹកគ្រប់ប្រភេទទំនាក់ទំនង Neptune ឥឡូវនេះ078 543 នេះគឺជាដំណើរនៃការបោះជំហានចូលរួមប្រកួតប្រជែងក្នុងវិស័យសម្រស់បវរកញ្ញាដ៏គួរឲ្យចាប់អារម្មណ៍សារជាថ្មីម្ដងទៀតរបស់ស្រីស្រស់សួនពិសីក្នុងរយៈពេល2ឆ្នាំបន្ទាប់ពីគ្រងតំណែងរំដាប់រងទី1 Miss Global Asian 2023នៅក្នុងការប្រកួតតំណាងប្រទេសកម្ពុជានៅប្រទេសម៉ាឡេស៊ីទំព័រជីវិតថ្មីរបស់ពិសីត្រូវបានចាប់ផ្ដើមដុសពន្លើកឡើងវិញនៅក្នុងវេទិកា Miss Cosmo Cambodia ឆ្នាំ2025ដែលរូបនាងកំពុងសាងនៅប្រជាប្រិយភាពគួរឲ្យកត់សម្គាល់ពីសំណាក់អ្នកគាំទ្រកាន់ស្លាកសម្គាល់លេខ MCC 09សភាវ័យ26ឆ្នាំរូបនេះកំពុងបំពេញក្តីស្រមៃក្នុងការដណ្ដើមយកមកុដតំណាងប្រទេសលើឆាកបវរកញ្ញាដែលមានឈ្មោះបោះសម្លេងនាពេលបច្ចុប្បន្នដើម្បីបន្តវេនពីកញ្ញាអិនលក្ខណៈផងដែរគួរជម្រាបជូនថាកញ្ញាស៊ូនពិសីធ្លាប់ឆ្លងកាត់នៅបទពិសោធន៍ក្នុងវិស័យប្រកួតប្រជែងសម្រស់មួយចំនួនរួចមកហើយដែលកាលពីឆ្នាំ2020នាងជាបេក្ខភាពប្រកួតតំណាងឲ្យខេត្តព្រៃវែងក្នុងកម្មវិធីកញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជាដោយទទួលបានពាន Best Swimsuit Model នាឆ្នាំ2021នាងទទួលបានតំណែងជាបវរកញ្ញាទេសចរអន្តរជាតិកម្ពុជា Miss Tourism International Cambodia 2021ក្រោយជាប់បានថប់កំពូលបេក្ខនារីជ័យលាភីលំដាប់រងទី4 Miss Universe Cambodia ឆ្នាំ2020អ្វីដែលជាមោទកភាពដ៏ធំចំពោះនាងក៏ដូចជាប្រជាជនកម្ពុជាដែលបានចរិតនៅក្នុងឆ្នាំ2023គឺកញ្ញាស៊ូនពិសីដណ្ដើមបានមកុដលំដាប់រងទី1 Miss Global Asian នៅឯប្រទេសម៉ាឡេស៊ីទៀតផង